អ៊ីវ៉ាពលតូនតែថាឆ្នាំ2023ហើយនៅតែ single មហាជនបានជ្រាបហើយថាតារាចម្រៀងស្រីអ៊ីវ៉ាសពថ្ងៃបន្ទាប់ពីរូបនាងរយាលពីការងារសិល្បៈក៏បានងាកទៅចាប់ផ្ដើមពង្រីកនិងបង្កើតមុខជំនួញរបស់ខ្លួនជាបន្តបន្ទាប់ដោយមានទាំងហាងលក់សម្លៀកបំពាក់ហាងថែរក្សាសម្រស់និងហាងអាហារដែលកំពុងតែដំណើរការយ៉ាងកាក់កបនៅឯស្រុកកំណើតរបស់នាងបើក្រឡេកចាប់អារម្មណ៍ពីជីវិតស្នេហារបស់តារាចម្រៀងស្រីរូបនេះវិញកន្លងមកក៏ធ្លាប់បានលេចឮថានាងមិនខ្វះបុរសតាមសំស្រឡាញ់នាងនោះទេប៉ុន្តែរូបនាងនៅមិនទាន់រកបានអ្នកមកគ្រប់គ្រងបេះដូងនៅឡើយដោយសារតែនាងកំពុងតែសម្រេចនៅក្នុងការងារលើអាជីពសិល្បៈនិងក្តោបមុខជំនួញរបស់នាងផងដែរដោយឡែកស្រាប់តែដើមឆ្នាំនេះអ៊ីវ៉ាបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍និងចម្លែកក្នុងចិត្តជាខ្លាំងបន្ទាប់ពីបានឃើញនាងបង្ហោះសារមួយលើគណនី Facebook ហាក់ជាចង់បង្ហើបប្រាប់មហាជនថានាងកំពុងតែចង់មានស្នេហាដោយពោលត្អូញតែថាឆ្នាំ2023ហើយនៅតែ single នៅក្នុងនោះតារាចម្រៀងស្រីរូបនេះក៏បានបង្ហោះរូបភាពភ្ជាប់ជាមួយនឹងសារថា2023ហើយនៅតែ single ដដែល